នៅពេលដែលគេនិយាយទៅដល់គ្រឿងបង្គុំនៅក្នុងម៉ាស៊ីនឡានពេលដែលយើងប្រើប្រាស់ពីម៉ាស៊ីនដែលអត់ល្អឬក៏ជីហួរគីឡូយូរខ្លាំងពេកពីម៉ាស៊ីនដែលងាយនៅក្នុងការរងអុកស៊ីតកម្មខូចខាតធ្វើឲ្យប្រឈមជួបជាមួយនឹងបញ្ហាពីរកើតឡើងទី1គឺ slot ទី2 varnish ពីរហ្នឹងគឺយើងតែងតែជួបនៅពេលដែលយើងនិយាយទៅដល់ deposit កំណត់ឬក៏កំទេចកទីនៅក្នុងម៉ាស៊ីន slot មកជាទម្រង់បែបហ្នឹងមើលទៅដូចភក់អញ្ចឹងដែលវាដូចបែកហើយបើនិយាយដល់ varnish វិញគឺជាកំណត់ប្រេងដែលវាស្អិតជាប់ជាមួយនឹងគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនហ្មងមួយទៅហោតែពេលដែលនៅជាក្រានបាយឯពេលដែលយើងជិះសាច់អីវាមិនផ្ទុះប្រេងជាប់អញ្ចាំងជាប់អីបើមិនយើងសម្អាតវាភ្លាមអត់អីទេវាងាយក្នុងការជ្រះតែបើមិនជាយើងទុកវាយូរពេកយូរទៅវានឹងទៅជាកកក្តាំងជាប់នៅអញ្ចាំងហ្នឹងហ្មងដោយសារតែប្រេងហ្នឹងវាស្អិតជាប់យូរអញ្ចឹង varnish ហ្នឹងវាមានទម្រង់បែបហ្នឹង varnish គឺវាបំលែងមកពីអាភក់ដែលយើងទុកវាយូរពេកនៅពេលដែលយើងបន្តប្រើប្រេងម៉ាស៊ីនដែលអត់មានប្រភពច្បាស់លាស់ប្រេងម៉ាស៊ីនដែលអត់មានគុណភាពងាយរងអុកស៊ីតកម្មងាយនៅក្នុងការបែកម៉ូលេគុលប្រេងឬក៏នៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់ប្រេងម៉ាស៊ីនហួសគីឡូដែលគេកំណត់ញឹកញាប់ខ្លាំងពេកវានឹងបង្កឲ្យកើតទៅជាបញ្ហាទាំងពីរហ្នឹងអញ្ចឹងវាអាចបណ្ដាលទី1ប្រេងងាយអុកស៊ីតកម្មវាខ្លាយទៅជាភក់ទុកយូរពេកចឹងទៅត្រាំនៅក្នុងម៉ាស៊ីនវាទៅជាកំណត់ធម្មតានៅពេលដែលរថយន្តប្រើកាន់តែយូរទៅវាអត់ដូចពេលដែលចេញពីរោងចក្រឯគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនវានឹងកើតឡើងសំណឹកទៅតាមអាយុកាលហើយនឹងពេលវេលាជាពិសេសហ្នឹងទៅតាមលំហែតមអ្នកប្រើប្រាស់ទៅពេលដែលយូរឆ្នាំទៅគម្លាតរវាងចាំងស៊ីឡាំងហើយនឹងពីស្តុងហ្នឹងវាមានគម្លាតគ្នាដោយសារតែសំណឹកវាកើតឡើងអញ្ចឹងវាគឺជាផ្លូវមួយដែលអាចឲ្យមានករណីនៅពេលដែលប្រេងឥន្ធនៈបាញ់ចូលទៅក្នុងបន្ទប់ចំហាអាដំណក់ប្រេងឥន្ធនៈហ្នឹងវាធ្លាក់ចូលតាមអាចាំងស៊ីឡាំងហើយនឹងពីស្តុងហ្នឹងអញ្ចឹងវាធ្វើឲ្យដក់ធ្លាក់ចូលទៅក្នុងប្រេងរំអិលធ្វើឲ្យជាតិfuel ដែលយើងហៅប្រេងឥន្ធនៈហ្នឹងលាយជាមួយនឹង engine oil ប្រេងរំអិលទៅវាកើតស្កទៅជាអុកស៊ីតកម្មធ្វើឲ្យខូចនៅប្រេងរំអិលហ្នឹងកត្តាហ្នឹងហើយក៏វាងាយនៅក្នុងការកើតទៅជាភក់នៅក្នុងម៉ាស៊ីនដែរទី2ពាក់ព័ន្ធជាមួយនឹងកំហុយការបែកនៅម៉ូលេគុលប្រេងខូចខាតដោយសារតែប្រេងហ្នឹងវាទប់កម្ដៅនៅក្នុងម៉ាស៊ីនអត់បានល្អហើយជាពិសេសហ្នឹងនៅពេលដែលអ្នកដែលគាត់ប្រើប្រាស់យូរគីឡូខ្លាំងពេកខ្ញុំឧទាហរណ៍ថាទៅកន្លែងដូរប្រេងម៉ាស៊ីនមួយដែលគេកំណត់ឲ្យអ្នកទាំងអស់គ្នាប្រើត្រឹមតែ3ខែឬក៏5000គីឡូឯដោយសារតែប្រេងរំអិលហ្នឹងគេហៅជាសំញី genetic កណ្ដាលសំយោគអញ្ចឹងអ្នកទាំងអស់គ្នាគួរតែដូរតាមអ្នកជំនាញកំណត់ហ្នឹងមិនថាដល់5000គីឡូមុនឬក៏ដល់3ខែមុននេះគឺត្រូវដូរទៅតាមការកំណត់ហ្នឹងទៅវាធ្វើឲ្យម៉ាស៊ីនយើងហ្នឹងប្រើប្រាស់បានយូរវាអត់ងាយជួបជាមួយនឹងអាកត្តា oil contamination ខូចម៉ូលេគុលប្រេងហ្នឹងធ្វើឲ្យកើតទៅជាភក់ហើយនៅពេលដែលវាកើតទៅជាភក់ហើយយើងទុកយូរទៅអាហ្នឹងវានាំឲ្យកើតទៅជាការស្អិតជាប់នៅតាមអាគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនហ្នឹងហើយអញ្ចឹងវាពិបាកនៅក្នុងការសម្អាតមែនតើបើមិនជាវាកើតត្រឹមតែជា slot ទេនៅក្នុងប្រេងម៉ាស៊ីនមួយវាមាន addictive គេហៅថាសារធាតុគីមីដែលមានជាតិចូលទៅសម្អាត detergent នៅក្នុងហ្នឹងហើយអញ្ចឹងបើត្រឹមតែ slot ដែលកើតឡើងនៅក្នុងហ្នឹងភក់នៅក្នុងហ្នឹងហើយយើងបដូរមកប្រើប្រេងម៉ាស៊ីនដែលល្អវាអាចចូលទៅសម្អាតតែបើមិនជាអ្នកទាំងអស់គ្នាទុកវាយូរពេកនាំឲ្យកើតទៅជាអាស្លាត់ហ្នឹងវាបំរែទៅកើតទៅជាកំណកដែលគេហៅ varnish ហ្នឹងវាកកស្អិតជាប់នៅក្នុងហ្នឹងគឺពិបាកនៅក្នុងការសម្អាតខ្លាំងមែនតើហើយនៅពេលដែលកើតដល់ដំណាក់កាលកក varnish ហ្នឹងហើយវាធ្វើឲ្យរាំងស្ទះលំហូរប្រេងម៉ាស៊ីនធ្វើឲ្យសមត្ថភាពនៅក្នុងការរំអិលប្រេងហ្នឹងគឺអត់បានល្អទេធ្វើឲ្យសំណឹករបស់ម៉ាស៊ីនវាកាន់តែកើនឡើងការប្រើប្រាស់ស៊ីសាំងជាងមុនហើយពាក់ព័ន្ធជាមួយនឹងសំឡេងដែលយើងឮនៅក្នុងម៉ាស៊ីនហ្នឹងក៏ខ្លាំងជាងមុនដែរពេលដែលយើងបើកបរហ្នឹងក៏វាអត់ smooth អត់ដំណើរការរលូនដូចមុនដែរតែដំណឹងល្អថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹងផលិតផលថ្មីដែលអាចធ្វើឲ្យគ្រឿងបង្គុំក្នុងម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាឬក៏កំណត់ដែលកើតឡើងនៅជុំវិញពីស្តុងហ្នឹងត្រឡប់ទៅដូចពេលដែលយើងចេញពីរោងចក្រថ្មីអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបន្តប្រើប្រាស់ប្រេងម៉ាស៊ីនហ្នឹង2ទៅ3ដងគឺប្រេងម៉ាក Valvoline Restore and Protect គឺជាប្រេងម៉ាស៊ីនដំបូងគេបំផុតរបស់សហរដ្ឋអាមេរិក Valvoline គឺបង្កើតឡើងតាំងពីឆ្នាំ1866ដោយលោក John Ellis អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅសិក្សាស្រាវជ្រាវបន្ថែមប្រេងម៉ាកហ្នឹងគឺជាប្រេងម៉ាស៊ីនដែលអាចទុកចិត្តបានហើយក៏ខ្ញុំចង់ណែនាំឲ្យអ្នកទាំងអស់គ្នាសាកនៅក្នុងការប្រើប្រាស់បើសិនជាអ្នកទាំងអស់គ្នាគិតថាឡានរបស់អ្នកទាំងអស់គ្នាប្រើមកយូរគីឡូហើយចូល100000គីឡូអីហើយអ្នកទាំងអស់គ្នាចង់ឲ្យគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនហ្នឹងមិនថាធ្លាប់ជួបកត្តាស្លាត់ភក់ពីមុនមកឬក៏កំណត់អាចធ្វើការសាកល្បងប្រើជាមួយនឹងប្រេងម៉ាស៊ីន Valvoline ទៅតែចេញថ្មី version ចុងក្រោយ Restore and Protect ដែលមានសមត្ថភាពធ្វើឲ្យគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនរបស់អ្នកទាំងអស់គ្នាត្រឡប់ដូចនៅពេលដែលអាហ្នឹងចេញពីរោងចក្រ factory ដំបូងអញ្ចឹង From the moment it leaves the factory, your engine is building up deposits. And at Valvoline, preventing these damaging deposits isn't enough. We've revolutionized a way to completely reverse them. Introducing Valvoline Restore and Protect, the first and only motor oil that returns pistons to factory clean by removing up to 100% of deposits. Restore your engine to perform like new with Restore and Protect, another first from Valvoline.